ចាសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានឱកាសបានជួបគ្នាសាជាថ្មីទៀតហើយបងប្អូនណាហើយសម្រាប់ប្រធានបទរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំមកចែករំលែកជូនបងប្អូនទាំងអស់គ្នាតាក់ទងជាមួយនឹងរាសីប្រចាំខែកុម្ភៈបងប្អូនប្រចាំខែកុម្ភៈឆ្នាំ2026បងប្អូនណាហើយខែកុម្ភៈនេះបើយើងរាប់ទៅតាមក្បួនប៉ាជឿគឺជាខែខាលហើយសម្រាប់ខែខាលបើយើងផ្ដោតទៅលើក្បួនប៉ាជឿគឺជាខែទី1នៃរដូវកាលធាតុឈើនៅក្នុងវិជាប៉ាជឿណាបងប្អូនហើយក៏ជាខែទី1ប្រចាំឆ្នាំមមីផងដែរបងប្អូនជារៀងរាល់ខែកុម្ភៈប៉ុន្តែនៅក្នុងខែកុម្ភៈឆ្នាំ2026នេះមានលក្ខណៈពិសេសបន្តិចពីព្រោះនៅក្នុងខែកុម្ភៈបងប្អូនដឹងហើយគឺជាខែខាលហើយខែខាលនេះផងដែរគឺជាសត្វដែលមានត្រៃភាគីជាមួយនឹងឆ្នាំមមីបង្កើននៅធម្មពលភ្លើងណាដូច្នេះសម្រាប់បងប្អូនដែលមានតួរាសីភ្លើងខ្លាំងភ្លើងលើសឬមិនត្រូវការធាតុភ្លើងខែនេះបងប្អូនគួរតែប្រុងប្រយ័ត្នណាមិនថាបើមានសត្វឆុងឬសត្វហៈទេពីព្រោះភ្លើងខ្លាំងអាចនឹងបង្កបញ្ហាដល់បងប្អូនទាំងអស់គ្នាហើយបើចង់ដឹងថាតើបញ្ហាទៅលើរឿងអីខ្លះបងប្អូនត្រូវតែដឹងថាភ្លើងគឺជាធាតុតារាទេពអ្វីនៅក្នុងតារាងរបស់បងប្អូនណាហើយសម្រាប់បងប្អូនដែលចង់ដឹងថារាសីឆ្នាំសុំទោសនៅក្នុងខែកុម្ភៈឆ្នាំ2026នេះតើបងប្អូនមានលក្ខណៈបែបណាហេងឬក៏សយមានសត្វឆុងដែរឬទេបើឆុងសយឬឆុងហេងហើយបើហាក់តើហាក់ល្អដែរឬទេបងប្អូនអាចតាមដានជាមួយនឹងខ្ញុំតាមរយៈវីដេអូមួយនេះបានណារាសីប្រចាំខែប៉ុន្តែមុននឹងចូលដល់ប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះសម្រាប់បងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំទៅចូលបានឃើញ channel ខ្ញុំថ្មីណាបងប្អូនកុំភ្លេចជួយ like និង subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងបងប្អូនណាដើម្បីបងប្អូននឹងឆាប់ទទួលបាននូវវីដេអូថ្មីដែលខ្ញុំតែងតែផុសចែករំលែកជូនបងប្អូនតាក់ទងជាមួយនឹងក្បួនប៉ាជឿនិងក្បួនហុងស៊ុយនៅក្នុង channel មួយនេះមួយទៀតសម្រាប់បងប្អូនមិនថា fan ចាស់ fan ថ្មីដែលបងប្អូនបានមើលវីដេអូប្រចាំខែរបស់ខ្ញុំហើយបងប្អូនមានចម្ងល់ចង់សួរបន្ថែមនៅចំណុចណាមួយមិនថាវីដេអូមួយនេះឬមួយក៏វីដេអូមុនទេមានជាង100វីដេអូហើយបងប្អូនឆ្ងល់បងប្អូនអាចចុច link នៅក្នុង comment ខាងក្រោមវីដេអូរបស់ខ្ញុំដើម្បីចូលទៅក្នុងក្រុម Telegram របស់ខ្ញុំណាដើម្បីសួរសំណួរដែលបងប្អូនចង់ដឹងបន្ថែមខ្ញុំរីករាយនឹងឆ្លើយសំណួរបងប្អូនក្នុងក្រុម Telegram បងប្អូនគ្រប់សំណួរទាំងអស់ណាមិនថាសំណួរចាស់សំណួរថ្មីទេគឺខ្ញុំរីករាយនឹងបកស្រាយជូនហើយនៅក្នុងក្រុមរបស់យើងក៏មានការចែករំលែកតាក់ទងជាមួយនឹងប្រតិទិនប្រចាំខែជារៀងរាល់ខែមានការចែករំលែកតាក់ទងជាមួយរាសីប្រចាំខែទិសហេងទិសឆុងប្រចាំខែទិសល្អសម្រាប់បងប្អូនអង្គុយធ្វើការសមាធិតាមក្បួនឈីមិនតិនជាប្រចាំថ្ងៃហើយក៏មានការចែករំលែកតាក់ទងជាមួយនឹងវេលាលៀងសយនិងវេលាធ្វើការជំរុញលាភជាប្រចាំផងដែរដូច្នេះសម្រាប់បងប្អូនដែលចង់បានព័ត៌មានទាំងអស់នេះបងប្អូនកុំភ្លេចណាចុច link នៅក្នុង comment ចូលទៅក្នុងក្រុម Telegram បងប្អូននឹងទទួលបានព័ត៌មានទាំងអស់នេះជារៀងរាល់ថ្ងៃឥឡូវយើងចូលមកមើលអំពីប្រធានបទរបស់យើងវិញណាប្រធានបទថ្ងៃនេះគឺរាសីប្រចាំខែកុម្ភៈហើយនៅក្នុងខែកុម្ភៈឆ្នាំ2026នេះចាប់ពីថ្ងៃទី4ខែកុម្ភៈរហូតដល់ថ្ងៃទី5មីនានេះគឺជាខែខាលបងប្អូនហើយខាលធាតុមាសបូកអញ្ចឹងនៅក្នុងខែកុម្ភៈឆ្នាំ2026នេះអ្នកដែលមានរាសីឆុងខ្លាំងនៅក្នុងប្រចាំខែកុម្ភៈគឺអ្នកដែលមានតួរាសីឈើបូកលើវកបាទនេះគាត់កើតចំថ្ងៃវកហើយមានធាតុឈើបូកបងប្អូនណាហើយបើបងប្អូនចង់ដឹងថាសម្រាប់បងប្អូនដែលមានធាតុរាសីឈើបូកលើវកបងប្អូនចង់ដឹងថាតើតួរាសីរបស់បងប្អូនឆុងមានលក្ខណៈបែបណាឆុងហេឬឆុងសយបងប្អូនអាចតាមដានបន្តជាមួយខ្ញុំទៀតខ្ញុំនឹងលម្អិតជូននៅចុងវីដេអូបងប្អូនណាប៉ុន្តែមុននឹងខ្ញុំលម្អិតជូនតាក់ទងជាមួយនឹងរាសីប្រចាំខែទៅលើធាតុនីមួយថារាសីណាឆុងបែបណាយើងចូលមកមើលគូហៈហើយនឹងគូឆុងប្រចាំខែជាមុនសិនបងប្អូនណាហើយទី1នេះគឺយើងមើលមកលើគូឆុងប្រចាំខែជាទូទៅនៅក្នុងវិជាប៉ាជឿគឺដោយការចែករំលែករបស់ខ្ញុំជារៀងរាល់ខែរួចមកហើយណាបងប្អូនដែលតាមដានវីដេអូខ្ញុំបងប្អូនយល់ហើយថាចំណោមសត្វទាំង12គឺតែងតែមានគូហៈហើយនិងគូឆុងបានថាគូហៈគឺគូដែលស្រឡាញ់គ្នាគូដែលត្រូវគ្នាគូដែលជួយយឹតយងគ្នាឯគូឆុងគឺជាគូចំនួនឬមួយក៏យើងហៅថាគូសត្រូវណាគូហៈនិងគូឆុងនេះបានន័យថាគូចំនួននិងគូសត្រូវអញ្ចឹងតកតងជាមួយនឹងខែខាលនេះក៏ដូចជាខែមុនដែរគឺមានគូឆុងដូចគ្នាបងប្អូនណាគូឆុងរបស់ខាលនៅក្នុងខែកុម្ភៈនេះគឺមានចំនួន4សត្វដែលមានការប៉ះទង្គិចជាមួយនឹងខែកុម្ភៈទី1គឺវកបងប្អូនណាវកសម្រាប់ក្បួនប៉ាជឿវកគឺជាសត្វ6គូឆុងនៅក្នុងវិជាប៉ាជឿហើយអតិពលនៃការឆុងរវាងវកហើយនឹងខាលនេះគឺឆុងខ្លាំងគ្រូខ្លះក៏ថាឆុងបែកបាក់តែសម្រាប់ខ្ញុំច្រើនតែនិយាយថាឆុងចំពោះមុខណាបានន័យថា
នៅពេលដែលមានវកហើយនឹងខាលប៉ះគ្នាគឺតែងតែមានការផ្លាស់ប្ដូរភ្លាមលើសពីអ្វីដែលយើងគិតណារឿងរ៉ាវអាចនឹងកើតមានឡើងបើថាល្អគឺល្អខ្លាំងបើអាក្រក់គឺអាក្រក់ខ្លាំងរហូតដល់ពេលខ្លះយើងមិនអាចទទួលយកបានអញ្ចឹងពាក់ព័ន្ធជាមួយនឹងកម្លាំងឆុង6នេះគឺបានន័យថាដូចរថយន្ត2គ្រឿងបុកចំគ្នាពីមុខអញ្ចឹងគឺកម្លាំងខ្លាំងហើយផលប៉ះពាល់គឺខ្លាំងណាអញ្ចឹងសម្រាប់បងប្អូនដែលមានវកនៅក្នុងតួរាសីមិនថានៅក្នុងចំណុចមួយណាទេឆ្នាំកើតខែកើតថ្ងៃកើតឬក៏ម៉ោងកើតគឺបងប្អូនមានការប៉ះទង្គិចហើយនៅក្នុងខែកុម្ភៈនេះណាពិសេសអ្នកដែលមានភ្លើងលើសដូចខ្ញុំបានជម្រាបជូនពីខាងដើមអញ្ចឹងហើយបើបងប្អូនចង់ដឹងថាតើបងប្អូនឆុងប៉ះពាល់ទៅលើអ្វីទៅលើអ្នកណាខ្លះបងប្អូនត្រូវមើលទៅលើតារាងប៉ះជឿរបស់បងប្អូនរៀនមើលទាំងអស់គ្នាណាថាតើវកដែលមាននៅក្នុងតួរាសីរបស់បងប្អូននេះនៅចំណុចមួយណាតួឆ្នាំកើតតួខែកើតតួថ្ងៃកើតឬមួយក៏តួម៉ោងកើតប្រសិនបើមានវកនៅក្នុងតួឆ្នាំកើតបានន័យថានៅក្នុងខែ2នេះបងប្អូនអាចនឹងជួបបញ្ហាជាលក្ខណៈទូទៅណាទូទៅពីព្រោះតួឆ្នាំតំណាងឲ្យលក្ខណៈទូទៅអញ្ចឹងបានន័យថារឿងទូទៅហើយច្រើនតែរឿងដែលកើតនៅសង្គមខាងក្រៅហើយអ្នកដែលមានពាក់ព័ន្ធឬក៏អ្នកបង្កបញ្ហាឲ្យទី1អាចនឹងកន្លែងការងារអាចជាចវាយធំថ្នាក់ធំថ្នាក់ខ្ពស់មិនមែនចវាយផ្ទាល់ខ្លួនទេហើយបើយើងផ្ដោតទៅលើបងប្អូនឬក៏ក្រុមគ្រួសារអាចនឹងសាច់ញាតិចាស់ទុំរបស់យើងឬបងប្អូនសាច់ឆ្ងាយហើយក៏អាចជាមិត្តភ័ក្តិនៅសង្គមខាងក្រៅឬមួយក៏អ្នកដែលមានអំណាចទូនាទីនៅក្នុងសង្គមផងដែរណាអញ្ចឹងបងប្អូនដែលមានវកនៅក្នុងតួឆ្នាំកើតបងប្អូនត្រូវប្រុងប្រយ័ត្នទៅលើចំណុចទាំងអស់ហ្នឹងបើសុខភាពអាចនឹងមានបញ្ហានៅក្បាលរបស់បងប្អូនប្រសិនបើបងប្អូនកើតនៅក្នុងឆ្នាំវកឈើបូកទៀតប្រយ័ត្នប្រយែងណាបាននេះថាឆុងទាំងរាសីខាងលើទាំងរាសីខាងក្រោមអញ្ចឹងគួរតែប្រុងប្រយ័ត្នហើយសំខាន់ប្រសិនបើតារាងរបស់បងប្អូនមិនត្រូវការភ្លើងទៀតកាន់តែធ្ងន់អញ្ចឹងគួរតែប្រុងប្រយ័ត្នបន្តិចណាចំពោះគូឆុងទី2សំទោសចំពោះនៅតួខែកើតវិញគឺពាក់ព័ន្ធជាមួយនឹងកន្លែងការងាររបស់បងប្អូនបានន័យថាបងប្អូនអាចមានបញ្ហានៅកន្លែងការងារមិត្តរួមការងារឬមួយក៏ចវាយផ្ទាល់ខ្លួនរបស់យើងជាអ្នកនាំរឿងឲ្យយើងឬមួយក៏បង្កបញ្ហាឲ្យយើងឬមួយក៏យើងមានចំនួនជាមួយពួកគាត់ណាតែបើផ្ដោតទៅលើគ្រួសារអាចនឹងពាក់ព័ន្ធជាមួយនឹងម្ដាយជាមួយនឹងបងប្អូនស្រីឬមួយក៏មិត្តភ័ក្តិស្រីនៅកន្លែងការងារហើយបើពាក់ព័ន្ធជាមួយនឹងសុខភាពគឺផ្នែកដើមទ្រូងណាអវយវៈខាងក្នុងទ្រូងបងប្អូនប្រសិនបើបងប្អូនកើតនៅក្នុងខែវកឈើបូកទៀតប្រយ័ត្នប្រយែងទាំងលើទាំងក្រោមណាឪពុកម្ដាយអាចមានឱកាសនឹងមានបញ្ហាដូចគ្នាបងប្អូនប្រុសស្រីអាចមានបញ្ហាដូចគ្នាកន្លែងធ្វើការចវាយនាយស្រីប្រុសក៏អាចបង្ករឿងឲ្យយើងដូចគ្នាអញ្ចឹងគួរតែប្រុងប្រយ័ត្នចំពោះបងប្អូនដែលមានវកនៅក្នុងតួថ្ងៃកើតណាអញ្ចឹងតួថ្ងៃគឺជាតួDT របស់យើងអញ្ចឹងបើសិនជាមានបញ្ហាមានវកសំទោសមានវកនៅក្នុងតួថ្ងៃកើតបងប្អូនអាចប្រឈមតាក់ទងជាមួយនឹងរឿងផ្ទាល់ខ្លួនជីវិតគូប្តីប្រពន្ធសង្សារណាហើយមួយទៀតក៏អាចមានបញ្ហាតាក់ទងជាមួយនឹងសុខភាពផងដែរសុខភាពផ្នែកអវយវៈក្នុងពោះបើសិនជាបងប្អូនកើតថ្ងៃឈើបូកលើវកគឺខ្ញុំជម្រាបជូនហើយណាគឺឆុងខ្លាំងអញ្ចឹងហើយបងប្អូនអាចឆែកមើលតារាងរបស់បងប្អូនបានចំពោះបងប្អូនដែលមានវកនៅក្នុងតួម៉ោងកើតបានន័យថាបងប្អូនប្រឈមតាក់ទងជាមួយនឹងមនុស្សដែលមានអាយុតិចជាងណាមិនថាអ្នកដតីឬមួយក៏អ្នកចិត្តស្និទ្ធទេហើយក៏បងប្អូនប្រឈមពាក់ព័ន្ធជាមួយនឹងកូនរបស់បងប្អូនអាចបង្ករឿងឬមួយក៏មានបញ្ហាឲ្យកើតឡើងធ្វើឲ្យយើងមានបញ្ហាស្មុគស្មាញបើបងប្អូនជាចវាយនៃគេតកែគេប្រយ័ត្នបុគ្គលិកបរិវារក្រោមបង្គាប់ណានៅក្នុងខែ2នេះហើយតាក់ទងជាមួយនឹងសុខភាពវិញពាក់ព័ន្ធជាមួយនឹងជើងខាងឆ្វេងរបស់បងប្អូនហើយមួយទៀតបងប្អូនគួរតែប្រុងប្រយ័ត្នណាមិនថាបងប្អូនមានវកនៅតួណាទេឆ្នាំខែថ្ងៃឬម៉ោងកើតពាក់ព័ន្ធជាមួយនឹងការធ្វើចរាចរណ៍លើដងផ្លូវពីព្រោះវកហើយនឹងខាលនេះគឺប្រភេទសត្វធ្វើដំណើរអញ្ចឹងនៅពេលប៉ះទង្គិចគ្នាក៏អាចមានបញ្ហាតាក់ទងជាមួយនឹងការធ្វើចរាចរណ៍ផងដែរពីព្រោះសំទោសពិសេសអ្នកដែលមានវកនៅក្នុងតួម៉ោងកើតណាគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់អញ្ចឹងសម្រាប់បងប្អូនដែលអាចទៅមើលតារាងរបស់បងប្អូនបានណាថាមានឈើបូកលើវកដែរឬទេហើយបើមាននៅតួណាគួរប្រយ័ត្ននៅលើចំណុចណាខ្លះចំពោះគូឆុងទី2គឺអ្នកដែលមានតួរាសីកុលបងប្អូនណាកុលនេះគឺក៏ជាសត្វដែលឆុងជាមួយនឹងខាលដែរគឺឆុងភួរហើយអត្តន័យនៃការឆុងភួរបានន័យថាគឺឆុងបែកបាក់ណាបែកបាក់សាមគ្គីឆុងបែបមិនទុកចិត្តគ្នាខ្វះទំនុកចិត្តគ្នាអត់ជឿជាក់លើគ្នាទេអញ្ចឹងបងប្អូនអាចទៅឆែកមើលបានណាឆែកមើលបានថាតើកុលនៅក្នុងតារាងរបស់បងប្អូនមានដែរឬទេហើយបើមាននៅចំណុចមួយណាឆ្នាំកើតខែកើតថ្ងៃកើតហើយនឹងម៉ោងកើតហើយបើសិនជាមាននៅចំណុចណាបងប្អូន
អាចស្វែងយល់ពីខាងលើដែលខ្ញុំជម្រាបមុននេះណាឆ្នាំកើតប៉ះពាល់អ្នកណាខែកើតប៉ះពាល់អ្នកណាថ្ងៃកើតប៉ះពាល់អ្នកណាហើយនឹងម៉ោងកើតប៉ះពាល់អ្នកណាបងប្អូនប្រុងប្រយ័ត្នត្រូវតែប្រុងប្រយ័ត្នណានៅលើចំណុចទាំងអស់ហ្នឹងបាទបងប្អូនមានកលចំពោះគូឆុងទី3គឺបងប្អូនដែលមានម្សាញ់ណាម្សាញ់មិនថាម្សាញ់តួឆ្នាំម្សាញ់តួខែឬម្សាញ់តួម៉ោងទេម្សាញ់ក៏ជាគូឆុងដែរឆុងហៃឆុងរវាងម្សាញ់ហើយនឹងខាននេះគឺឆុងបែបលាពោទម្លាក់កំហុសបង្កើតរឿងចោតប្រកាន់ណាអញ្ចឹងសម្រាប់បងប្អូនដែលមានម្សាញ់នៅក្នុងតួរាសីមិនថាឆ្នាំខែថ្ងៃហើយនឹងម៉ោងកើតទេគួរតែប្រុងប្រយ័ត្នតួឆ្នាំអ្នកណាបង្កើតរឿងឲ្យយើងតួខែអ្នកណាបង្កើតរឿងឲ្យយើងតួថ្ងៃអ្នកណាបង្កើតរឿងចោតប្រកាន់យើងតួម៉ោងអ្នកណាបង្កើតរឿងចោតប្រកាន់យើងខ្ញុំបានជម្រាបរួចហើយណាអញ្ចឹងបងប្អូនបើបងប្អូនតែងតែតាមអានវីដេអូរបស់ខ្ញុំបងប្អូននឹងអាចយល់ទោះបីជាមិនចេះក៏អាចយល់ដឹងដែរទាក់ទងជាមួយរាសីរបស់បងប្អូនចំណែកឯសត្វឆុងណាមួយក្រុមទៀតគឺអ្នកដែលមានម្សាញ់ហើយនឹងវកនៅក្នុងតារាងប៉ាជឺបានន័យថាបងប្អូនមានសត្វពីររួមគ្នាគឺមានទាំងវកមានទាំងម្សាញ់នៅក្នុងខែ2នេះគឺបានន័យថាគឺឆុងសត្វ3រញ៉េរញ៉ៃពីមុនយើងហៅថាសាមហឹងឃ្លាំងតែឥឡូវយើងឈប់ប្រើពាក្យសាមហឹងគឺពាក្យរបស់គេអញ្ចឹងយើងប្រើថាសត្វ3ជួបគ្នាឆុងរញ៉េរញ៉ៃណាអញ្ចឹងតកតងជាមួយនឹងអ្នកដែលមានវកមានម្សាញ់ក្នុងតារាងមិនថាតួណាទេនៅក្នុងខែនេះអាចនឹងមានរឿងរ៉ាវរញ៉េរញ៉ៃច្រើនណាមានផលប៉ះទង្គិចច្រើនទូទៅបើសិនជាយើងមានវកនៅតួឆ្នាំមានម្សាញ់នៅតួថ្ងៃបានន័យថាមានរឿងខាងក្រៅផងរឿងក្នុងគ្រួសារផងបងប្អូនណាអញ្ចឹងឲ្យបងប្អូនគួរតែប្រុងប្រយ័ត្នបងប្អូនអាចទៅមើលបានថាតើបងប្អូនមានសត្វណាខ្លះនៅក្នុងតារាងណាហើយគួរប្រយ័ត្នទៅលើអ្វីបងប្អូនអាចស្ដាប់នៅអ្វីដែលខ្ញុំបានជម្រាបជូនពីមុននេះហើយបងប្អូននឹងយល់នឹងពាក់ព័ន្ធជាមួយនឹងអ្នកដែលមានសត្វឆុងនៅក្នុងតារាងប៉ាជឺឥឡូវនេះពាក់ព័ន្ធជាមួយនឹងសត្វឆុងគឺយើងបានដឹងហើយណាថាសត្វអីប៉ះពាល់ទៅលើអីមាននៅចំណុចណាគឺប៉ះពាល់ទៅលើអ្នកណាបង្ករឿងឲ្យឥឡូវយើងចូលមកមើលគូស្រឡាញ់គ្នាវិញម្ដងគូហាក់ណាបងប្អូនគូហាក់ប្រចាំខែបានថាគូស្រឡាញ់គ្នាគូត្រូវគ្នាហាក់ហ្នឹងក៏ភាសាគេដែរប៉ុន្តែធ្លាប់និយាយឲ្យមិនតាន់កែបានបងណាបងប្អូនណាអញ្ចឹងគូស្រឡាញ់នេះនៅក្នុងខែកុម្ភៈនេះខាលក៏មានអ្នកស្រឡាញ់គាត់ដែរមិនមែនមានតែអ្នកស្អប់ទេមិនអញ្ចឹងណាមាន4មានកុលអូខេឥឡូវនេះបងប្អូននឹងឆ្ងល់ហើយមុននេះបើខ្ញុំបានបញ្ជាក់ថាកុលហេតុអីបាទកុលជាគូស្រឡាញ់ពីព្រោះមិញនេះអ្នកគ្រូប្រាប់ថាកុលឆុងភោចាបងប្អូនតាក់ទងជាមួយនឹងខាលហើយនឹងកុលនេះគឺជាគូស្រឡាញ់ផងគូចំនួនផងបានន័យថាអ្នកទាំងពីរអាចត្រូវគ្នាក៏ត្រូវបកាយគ្នាក៏បកាយដែរអញ្ចឹងសម្រាប់គូហាក់គូត្រូវទី1គឺកុលណាអញ្ចឹងកុលហើយនឹងខាលនេះគឺជាសត្វដែលត្រូវគ្នាបង្កើតនៅធម្មពលធាតុឈើប្រែក្លាយជាធាតុឈើណាបងប្អូនអញ្ចឹងបើបងប្អូនមានកុលនៅក្នុងតារាងប៉ាជឺនៅក្នុងខែកុម្ភៈនេះឃើញថាយើងមានសត្វដែលត្រូវគ្នាជាមួយខាលមួយហើយបង្កើតជាធាតុឈើបើបងប្អូនត្រូវការឈើទៀតកាន់តែប្រសើរចំពោះគោហៈទី2គឺជាមមីណាមមីគឺជាត្រៃភាគីបងប្អូនត្រៃភាគីភ្លើងបើបងប្អូនមានសំទោសបើបងប្អូនមានមមីចង់ជាប់មាត់បងប្អូនបើបងប្អូនមានមមីនៅក្នុងតារាងពេលខែកុម្ភៈនេះគឺមានខាលចូលមកបានន័យថាបង្កើនធម្មពលនៅក្នុងតារាងរបស់បងប្អូនណាធម្មពលធាតុភ្លើងបើយើងខ្វះភ្លើងបានឲ្យភ្លើងយើងអាចនឹងកើនឡើងប៉ុន្តែបើយើងលើសភ្លើងគួរតែប្រុងប្រយ័ត្នណាប្រុងប្រយ័ត្នដូចខ្ញុំបានជម្រាបជូនហើយពីព្រោះខាលនេះជួបមមីប្រចាំឆ្នាំបង្កើតធម្មពលភ្លើងខាលជួបមមីក្នុងតារាងយើងក៏បង្កើនធម្មពលភ្លើងធ្វើឲ្យភ្លើងច្រើនភ្លើងលើសកំណត់ហើយបើសិនជាភ្លើងអ្វីក៏ដោយតែពេកគឺមានបញ្ហាហើយបងប្អូនហើយបញ្ហាទៅលើអីយើងនឹងតាមដានបន្តទៀតណាចំណែកឯគូត្រូវគ្នាទី3ហ្នឹងគឺជាចអញ្ចឹងចនេះក៏ជាគូដែលត្រូវគ្នាជាមួយនឹងខាលផងដែរបង្កើនធម្មពលភ្លើងដូចគ្នាបងប្អូនណាអញ្ចឹងសម្រាប់អ្នកដែលមានកុលមានមមីមានចនៅក្នុងតួរាសីនៅក្នុងខែនេះឃើញថាជាសត្វដែលត្រូវគ្នាបង្កើតជាធាតុភ្លើងខាលសំទោសខាលកុលបង្កើតជាធាតុឈើតែចមមីបង្កើតជាធាតុភ្លើងបន្ថែមនៅធម្មពលភ្លើងណាទោះបីជាមាន1ក៏ដោយមាន2ក៏ដោយអ្វីត្បិតតែហាក់បានសម្រេចឬមិនបានសម្រេចក៏នៅតែបង្កើនធម្មពលធាតុភ្លើងឲ្យរឹងមាំឲ្យខ្លាំងឲ្យប្រសើរជាងមុនដែរអញ្ចឹងបើសិនជាបងប្អូនមានមមីមានចនៅក្នុងតួរាសីណាហើយខ្វះភ្លើងឃើញថាប្រសើរតែបើលើសភ្លើងបងប្អូនគួរតែប្រុងប្រយ័ត្នមានកុលក៏ដោយបើភ្លើងលើសក៏ត្រូវតែប្រុងប្រយ័ត្នដែរពីព្រោះភ្លើងច្រើនបើឈើមកទៀតក៏អាចនាំបញ្ហាដល់យើងដែរណានឹងពាក់ព័ន្ធជាមួយនឹងសត្វឆុង
នឹងសត្វហៈនៅក្នុងតារាងប៉ាជឿរបស់យើងបងប្អូនអញ្ចឹងពាក់ព័ន្ធជាមួយនឹងសត្វបងប្អូនអាចចូលទៅមើលបានណាមួយទៀតមួយក្រុមទៀតសុំទោសមិញនេះយើងអត់ទាន់និយាយដល់ក្រុមទេណាអញ្ចឹងពាក់ព័ន្ធជាមួយនឹងសត្វបង្គំត្រៃភគីវិញគឺមានអីគេបងប្អូនគឺមានខាលណាខាលមមីហើយនឹងចបង្កើតជាធាតុភ្លើងការប៉ັດតតងជាមួយនឹងការសត្វបង្គំនេះបើយើងនិយាយពីបង្គំនៅមានមួយក្រុមទៀតសំទោសដែលខ្ញុំមិនបានធ្វើជារូបដាក់ក្នុងslide នេះណាខាលមមីចបង្កើតជាធាតុភ្លើងចំណែកខាលថោះហើយនឹងរោងក៏បង្កើតជាធាតុឈើដែរអញ្ចឹងអ្នកដែលមានរោងមានថោះក៏ត្រូវជាមួយនឹងខាលដែរបងប្អូនណាមិនមែនមានតែមមីមិនមែនមានតែចមិនមែនជាមានតែភ្លើងសំទោសមិនមែនតែមានតែកុលមមីហើយនឹងចទេបានន័យថាអ្នកដែលមានកុលអ្នកដែលមានមមីមានចហើយមានរោងមានថោះក៏ចាត់ទុកថាជាត្រូវជាមួយខាលដែរគ្រាន់ថាថោះហើយនឹងរោងគឺបង្កើតថាមពលឈើណាកុលខាលឈើខាលថោះរោងក៏ឈើដែរប៉ុន្តែខាលមមីចគឺភ្លើងណាបានន័យថាសត្វទាំងពីរក្រុមនេះគឺជាសត្វដែលត្រូវគ្នាជាមួយនឹងខាលអញ្ចឹងបាននេះបងប្អូនមានក្រងក៏ដោយមានថោះក៏ដោយមានមមីក៏ដោយមានចក៏ដោយណានៅក្នុងតួឫស្សីគឺបាននេះថាកុលក៏ដោយគឺយើងមានសត្វដែលត្រូវគ្នាជាមួយនឹងខាលខែកំភៈនេះហើយប៉ុន្តែត្រូវហើយប្រែធាតុល្អឬក៏មិនល្អនឹងតើតើយើងលំអិតទៅលើឫស្សីប្រចាំខ្លួនរបស់យើងម្នាក់អញ្ចឹងខ្ញុំនឹងលំអិតជូនបងប្អូនឲ្យយល់នឹងបន្តិចទៀតនេះណាឥឡូវតកតងជាមួយនឹងសត្វបងប្អូនបានដឹងហើយយើងចូលមកមើលឫស្សីប្រចាំខែអញ្ចឹងសម្រាប់ឫស្សីប្រចាំខែដូចខ្ញុំបានជម្រាបជូនរួចហើយណានៅក្នុងខែកុម្ភៈឆ្នាំ2026នេះគឺខាលមាសបូកហើយអ្នកដែលឆុងខ្លាំងជាងគេគឺឈើបូកលើវកបងប្អូនណាអញ្ចឹងតកតងជាមួយនឹងកម្លាំងឫស្សីដែលឆុងខ្លាំងនៅក្នុងខែនេះអ្នកដែលមានឆុងឫស្សីឆុងខ្លាំងនេះគឺអ្នកដែលមានឈើបូកលើវកណាមិនថាតួឆ្នាំឈើបូកនៅលើវកនៅតួឆ្នាំឈើបូកនៅលើវកនៅលើតួខែឈើបូកនៅលើវកតួថ្ងៃឬមួយក៏ឈើបូកនៅលើវកតួម៉ោងទេគឺបានន័យថាយើងឆុងទាំងឫស្សីខាងលើនិងឫស្សីខាងក្រោមហេតុនេះសម្រាប់បងប្អូនដែលមានឈើបូកនៅក្នុងឫស្សីណាមិនថាតួណាទេគួរប្រុងប្រយ័ត្នហើយប្រុងប្រយ័ត្នជាមួយអ្នកណាប្រុងប្រយ័ត្នទៅលើអ្វីខ្ញុំបានជម្រាបរួចហើយតួឆ្នាំប៉ះពាល់អ្នកណាតួខែប៉ះពាល់អ្នកណាតួថ្ងៃប៉ះពាល់អ្នកណាតួម៉ោងប៉ះពាល់អ្នកណាណាខ្ញុំបានជម្រាបរួចហើយបងប្អូនអាចប្រុងប្រយ័ត្នបានទៅតាមលក្ខណៈឫស្សីរបស់បងប្អូនរៀងខ្លួនណាអញ្ចឹងបងប្អូនយល់ហើយតកតងជាមួយឫស្សីប្រចាំខែឥឡូវនេះខ្ញុំចូលមកមើលអំពីតួឫស្សីទាំង5នៅក្នុងខែកុម្ភៈវិញម្ដងតួឫស្សីទាំង5បានន័យថាអ្នកដែលមានតួឫស្សីធាតុឈើណាតួឫស្សីធាតុភ្លើងតួឫស្សីធាតុមាសនិងតួឫស្សីធាតុទឹកបានន័យថាអ្នកដែលមានតួឫស្សីធាតុទាំង5ណាបងប្អូនដែលកើតចំថ្ងៃធាតុឈើបងប្អូនដែលកើតចំថ្ងៃធាតុភ្លើងបងប្អូនដែលកើតចំថ្ងៃធាតុដីបងប្អូនដែលកើតចំថ្ងៃធាតុមាសបងប្អូនដែលកើតចំថ្ងៃធាតុទឹកថាតើមានលក្ខណៈបែបណានៅក្នុងឆ្នាំសុំទោសបងប្អូននៅក្នុងខែកុម្ភៈឆ្នាំ2026នេះណាអញ្ចឹងយើងចូលមកមើលទាំងអស់គ្នាទី1គឺអ្នកដែលមានតួឫស្សីធាតុឈើណាធាតុឈើសម្រាប់បងប្អូនដែលមានតួឫស្សីធាតុឈើនៅក្នុងខែកុម្ភៈឆ្នាំ2026នេះមិនថាឈើបូកឬឈើដកទេប្រសិនបើដួងឫស្សីរបស់បងប្អូនរឹងមាំណាបើដួងឫស្សីរបស់បងប្អូនរឹងមាំធាតុភ្លើងជាធាតុត្រូវការខែនេះល្អសម្រាប់បងប្អូនមើលនៅក្នុងខែខាលមានអីគេមានដីមានភ្លើងណាអញ្ចឹងធាតុឈើត្រូវការភ្លើងបានន័យថាល្អខ្លាំងបងប្អូនអាចនឹងមានការងារច្រើនរវល់ច្រើនណារវល់ច្រើនការងារច្រើនហើយបានលុយទៀតពីព្រោះអីនៅក្រោមអីគេក្រោមខាលនេះគឺមានដីជាធាតុលុយរបស់ធាតុឈើណាអញ្ចឹងនៅក្នុងខែកុម្ភៈឆ្នាំ2026នេះអ្នកដែលមានតួឫស្សីឈើខ្លាំងហេងពាក់ព័ន្ធជាមួយនឹងការងារហេងពាក់ព័ន្ធជាមួយនឹងលុយកាក់ប៉ុន្តែបងប្អូនប្រុងប្រយ័ត្នបន្តិចអាចនឹងមានវិបត្តិតាក់ទងជាមួយនឹងសាច់ញាតិបងប្អូនឬមួយក៏មិត្តភ័ក្តិបង្កបញ្ហាឲ្យហ្នឹងបើយើងនិយាយពីអ្នកដែលជិតស្និទ្ធតែបើសិនជាមិនមានបញ្ហាដោយសារមិត្តភ័ក្តិបងប្អូនទេបងប្អូនអាចនឹងមានគូប្រជែងណាគូប្រជែងច្រើនអញ្ចឹងហើយត្រៀមខ្លួនឲ្យហើយអ្នកដែលមានតួឫស្សីធាតុឈើត្រៀមខ្លួនដើម្បីប្រយុទ្ធណាបើយើងខ្លាំងគឺយើងឈ្នះហើយពីព្រោះអី
ឱកាសការងារយើងខ្លាំងមកហើយណានៅក្នុងខែនេះចំពោះបងប្អូនដែលមានតួរិស័យធាតុឈើខ្សោយវិញនៅក្នុងខែនេះឃើញថាទទួលបានការជួយឧបត្ថម្ភគាំទ្រពីមិត្តភ័ក្តិពីបងប្អូនប៉ុន្តែបងប្អូនក៏នៅហត់ខ្លាំងដែរណានៅហត់ខ្លាំងពីព្រោះធាតុភ្លើងនេះខ្លាំងភ្លើងប្រចាំឆ្នាំហើយភ្លើងខែមកជួបគ្នាទៀតអញ្ចឹងបងប្អូនអាចមានការនៅហត់ខ្លាំងណាហើយបងប្អូនក៏មានបញ្ហារឿងលុយកាក់ដែរអញ្ចឹងប្រយ័ត្នប្រយែងតិចអាចខាតបង់អាចចាញ់បោកគេអាចចំណាយច្រើនណានឹងឲ្យប្រយ័ត្នប្រយែងអ្វីសំខាន់ឈើខ្សោយនៅក្នុងខែនេះប្រយ័ត្នសុខភាពបើបងប្អូនមានសត្វឆុងនៅក្នុងតារាងណាមានវកនៅក្នុងតារាងប៉ាជឺទៀតប្រយ័ត្នសុខភាពឲ្យខ្លាំងហើយតើតើជាមួយនឹងការធ្វើដំណើរក៏ត្រូវប្រុងប្រយ័ត្នដែរពីព្រោះខាលវកនេះគឺជាសត្វធ្វើដំណើរណាប្រុងប្រយ័ត្នខ្ញុំបានជម្រាបរួចហើយចំពោះខែនេះចំពោះមនុស្សស្រីអាចនឹងមានឱកាសមានកូនណាអាចនឹងមានឱកាសមានកូននឹងបើយើងមើលទៅលើមនុស្សស្រីណាពីព្រោះអីធាតុភ្លើងក៏តំណាងឲ្យកូនដែរបងប្អូនដែលមានទូរស័យត្រូវការភ្លើងការងារនឹងមានឱកាសចាប់ផ្ដើមអ្វីដែលថ្មីប៉ុន្តែបងប្អូនដែលមានទូរស័យមិនត្រូវការភ្លើងប្រុងប្រយ័ត្នពាក្យសម្ដីការនិយាយចេញណាអាចខុសព្រោះមាត់អាចនឹងមានបញ្ហាការងារអាចបញ្ហាដោយសារកូនចៅបរិវារបង្កោបញ្ហាឲ្យណាអញ្ចឹងប្រុងប្រយ័ត្នបន្តិចនៅក្នុងខែនេះអញ្ចឹងពីរឈើដូចគ្នាឈើខ្លាំងនិងឈើខ្សោយគឺមានឥទ្ធិពលដូចគ្នាសម្រាប់អ្នកដែលមានឈើខ្លាំងទោះបីជាមានវកនៅក្នុងតារាងក៏ដោយប៉ុន្តែមានបញ្ហាអាចមានដំណោះស្រាយណាមានផ្សោយមុនហេងក្រោយតែបើអ្នកដែលមានទូរស័យឈើខ្សោយបើមានវកនៅក្នុងតារាងត្រូវតែប្រុងប្រយ័ត្នឲ្យខ្លាំងក្នុងខែនេះពីព្រោះគឺជាការឆុងសយណាអញ្ចឹងបងប្អូនត្រូវចងចាំទី2គឺបងប្អូនដែលមានទូរស័យធាតុភ្លើងបងប្អូនណាភ្លើងនៅក្នុងខែកុម្ភៈនេះមិនថាភ្លើងបូកឬភ្លើងដកទេប្រសិនបើបងប្អូនមានទូរស័យរឹងមាំណាគួរតែប្រុងប្រយ័ត្នអាចមានបញ្ហាដោយសារ stress ច្រើនចំណុចទី1ចំណុចទី2បងប្អូនអាចមានបញ្ហាតាក់ទងជាមួយនឹងភ្លើងដែរណាភ្លើងពីព្រោះខាលមកនេះភ្លើងមកហើយប៉ុន្តែបងប្អូនហេងតាក់ទងជាមួយនឹងរឿងលុយកាក់វិញបងប្អូនណាពីព្រោះអីខាលមាសនេះមាសគឺជាធាតុជោគលាភរបស់ធាតុភ្លើងឱកាសលុយខ្ពស់អ្នកដែលមានទូរស័យធាតុភ្លើងណាប៉ុន្តែក៏ stress ណាស់ដែរប្រយ័ត្នប្រយែងណារឿងដែលហេងគឺតាក់ទងជាមួយនឹងលុយកាក់ប៉ុន្តែរឿងដែលសយពាក់ព័ន្ធជាមួយនឹងឯកសារណាពាក់ព័ន្ធជាមួយនឹងមិត្តភ័ក្តិបងប្អូនពាក់ព័ន្ធជាមួយនឹងគូប្រជែងហ្នឹងអ្នកដែលមានទូរស័យធាតុភ្លើងណាប៉ុន្តែឱកាសការងារគឺមានហើយឱកាសលុយក៏មានដែរតែអ្វីដែលប្រុងប្រយ័ត្នទី1អាចមានបញ្ហាជាមួយនឹងម្ដាយណាបញ្ហាជាមួយនឹងឯកសារឬមួយក៏មានបញ្ហាជាមួយមិត្តភ័ក្តិបងប្អូនផងដែរតែមិនច្រើនទេបើមានគូប្រជែងក៏លាក់មុខដែរនៅក្នុងខែនេះអត់ប្រជែងមុខទេណាអញ្ចឹងឱកាសលុយខ្ពស់អញ្ចឹងពង្រឹងសមត្ថភាពឲ្យបានច្រើនដើម្បីចាប់យកឱកាសលេខលុយយើងមកហើយធាតុជោគលាភយើងមកហើយមនុស្សប្រុសអាចមានឱកាសជួបមនុស្សជាទីស្រឡាញ់ណាអ្នកដែលមានទូរស័យធាតុភ្លើងនៅក្នុងខែនេះចំពោះបងប្អូនដែលមានទូរស័យភ្លើងខ្សោយវិញណាអញ្ចឹងបើយើងមើលទៅលើភ្លើងខ្សោយឲ្យប្រយ័ត្នប្រយែងតាក់ទងជាមួយនឹងលុយកាក់តាក់ទងជាមួយនឹងការខាតបង់តាក់ទងជាមួយនឹងការចាញ់បោកគេតាក់ទងជាមួយនឹងបញ្ហាកិត្តិយសគេឈ្មោះអាចនឹងមានបញ្ហាហើយក៏សុខភាពផងដែរអ្នកដែលមានទូរស័យឈើខ្សោយសុំទោសភ្លើងខ្សោយណាប៉ុន្តែអាចនឹងមានដំណោះស្រាយពីព្រោះមានធាតុមិត្តភ័ក្តិបងប្អូនជួយឧបត្ថម្ភណាមានធាតុជំនួយពីព្រោះខាលក៏មានឈើដែរខាលក៏ឈើដែរអញ្ចឹងបានថាមានអ្នកជួយជ្រោមជ្រែងដែររឿងរ៉ាវអាចនឹងកើតមានឡើងប៉ុន្តែអាចនឹងមានដំណោះស្រាយណាតែយ៉ាងណាក៏ប្រុងប្រយ័ត្នដែរបើមានសត្វឆុងទៀតកាន់តែប្រុងប្រយ័ត្នបងប្អូនណាធាតុដីជាធាតុការងារប្រយ័ត្នកូនចៅប្រយ័ត្នការងារប្រយ័ត្នសម្ដីណាមាត់កដែលយើងនិយាយនេះពីព្រោះដីនេះជាធាតុដែលតំណាងឲ្យការនិយាយស្ដីផងដែរអញ្ចឹងតកតងជាមួយនឹងការបញ្ចេញគំនិតបញ្ចេញសម្ដីការនិយាយទៅកាន់អ្នកណាម្នាក់ហ្នឹងគួរតែប្រុងប្រយ័ត្នណានឹងតកតងជាមួយនឹងអ្នកដែលមានទូរស័យភ្លើងខ្សោយបើភ្លើងខ្លាំងឱកាសលុយមានឱកាសការងារមានតែ stress បន្តិចតកតងជាមួយនឹងសតិបញ្ញាតកតងជាមួយនឹងឯកសារផ្សេងតែយ៉ាងណាបើ stress ហេងមិនអីទេកុំឲ្យ stress សយបងប្អូនណាបើយើងដឹងថាយើងមានបញ្ហាទៅលើអីយើងប្រុងប្រយ័ត្នមានគូប្រជែងមិត្តភ័ក្តិបងប្អូនបង្កបញ្ហាឲ្យជាដើមប៉ុន្តែដូចខ្ញុំថាអញ្ចឹងក្នុងខែនេះទោះបីគូប្រជែងក៏មិនចេញមុខដែរសម្រាប់អ្នកដែលមានតួរិស័យភ្លើងខ្លាំងណាហើយបើភ្លើងខ្សោយវិញមានអ្នកជួយជ្រោមជ្រែងមានអ្នកជួយក៏មានបញ្ហាដែរបញ្ហារឿងលុយយើងធំអញ្ចឹងប្រយ័ត្នប្រយែងចិត្តល្អឲ្យលុយគេខ្ចីគេអត់សងទេណាក្នុងខែនេះ
ដូច្នេះបើសិនជាបងប្អូនទាំងអស់គ្នាដឹងថាយើងមានតួរាសីភ្លើងខ្សោយយើងប្រឈមពាក់ព័ន្ធជាមួយនឹងការខាត់បងណាការចំណាយច្រើនឬមានបញ្ហាដោយសារលុយកាក់យើងប្រយ័ត្នទៅនៅពេលដែលយើងដឹងយើងប្រយ័ត្នទៅយើងកុំធ្វេសប្រហែសណាគ្រប់គ្រងការចំណាយប្រយ័ត្នប្រយែងក្នុងការចាត់ចែងលុយឬមួយក៏ការទិញអីមួយឬមួយបើបងប្អូនមានលុយច្រើនចេញទៅទិញរបស់ធំមួយទុកមកទិញដីទិញមាសអីទុកឧទាហរណ៍ប៉ាន់មាសឡើងថ្លៃណាបងប្អូនណាអាចជាទិញទ្រព្យទុកក៏ចាត់ទុកថាជាការចំណាយដែរនឹងអត់អីទេណានឹងពាក់ព័ន្ធជាមួយនឹងអ្នកដែលមានទូរស័ព្ទភ្លើងខ្សោយហើយបើបងប្អូនមិនមានលុយមិនមានលទ្ធភាពទិញរបស់ធំទេត្រូវតែប្រុងប្រយ័ត្នទាក់ទងជាមួយនឹងរឿងលុយកាក់នៅក្នុងខែនេះសម្រាប់ទី3គឺអ្នកដែលមានទូរស័ព្ទធាតុដីបងប្អូនមិនថាដីបោកឬមួយក៏ដីដកទេនៅក្នុងខែកុម្ភៈនេះសម្រាប់បងប្អូនដែលមានទូរស័ព្ទដីរឹងមាំឃើញថាល្អឱកាសការងារច្រើនមានការងារថ្មីអាចចាប់ផ្ដើមអ្វីដែលថ្មីបានច្រើនណានឹងពាក់ព័ន្ធជាមួយនឹងអ្នកដែលមានដីរឹងមាំប៉ុន្តែក៏ stress ណាស់ដែរការងារដែលបងប្អូនចាប់ផ្ដើមគួរតែប្រុងប្រយ័ត្នសិក្សាបានត្រឹមត្រូវពីព្រោះការងារនោះអាចនឹងមានគូប្រជែងគ្រាន់តែប្រជែងមិនចេញមុខទី2បងប្អូនអាចនឹង stress ទាក់ទងជាមួយនឹងឯកសារផងដែរណាប្រយ័ត្នប្រយែងតិចអាចនឹងមានផលប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះរបស់យើងសម្រាប់ឯកសារហើយក៏ប្រយ័ត្នសុខភាពដែរណាប៉ុន្តែសម្រាប់ដីក្នុងវេលានេះបើអ្នកដែលធ្វើការជាមន្ត្រីរាជការឬធ្វើការនៅក្នុងក្រុមហ៊ុនប្រឹងច្រើនឱកាសល្អច្រើនទាក់ទងជាមួយនឹងតំណែងទូនាទីណាពីព្រោះរដូវនេះរដូវយើងហើយរដូវកាលអំណាចទូនាទីរបស់យើងហើយអញ្ចឹងបើសិនជាបងប្អូនត្រៀមលក្ខណៈជាមុនឲ្យបងប្អូនប្រឹងប្រែងណាអញ្ចឹងក្នុងអំឡុងពេល3ខែខាលថោះរោងហ្នឹងបងប្អូនដែលធ្វើការតាក់ទងជាមួយនឹងតំណែងទូនាទីផ្ដោតទៅលើតំណែងទូនាទីមានឱកាសខ្ពស់ហើយពិសេសនៅចុងរដូវកាលណានឹងអាចបានសម្រេចតែយ៉ាងណាប្រយ័ត្នប្រយែងណាតំណែងដែលបងប្អូនកំពុងតែសម្លឹងឃើញក៏មានអ្នកដទៃចង់បានដែរអញ្ចឹងហើយដើម្បីឈ្នះគឺយើងធ្វើអីគេកត្តាមនុស្សណាបងប្អូនកត្តាមនុស្សអញ្ចឹងតាក់ទងជាមួយនឹងដីរឹងមាំបើសិនជាមនុស្សស្រីមានឱកាសជួបគូក្រងដែរណាបើយើងមើលទៅលើរាសីនេះគាត់អាចនឹងមានឱកាសជួបមនុស្សជាទីស្រឡាញ់របស់គាត់ដែរចំពោះបងប្អូនដែលមានតួរាសីដីខ្សោយខែនេះគឺហត់នឿយខ្លាំងណាប្រយ័ត្នប្រយែងប្រយ័ត្នទី1ពាក់ព័ន្ធជាមួយនឹងការនិយាយស្ដីអាចនឹងនិយាយទៅខុសដោយសារសម្ដីមានបញ្ហាដោយសារមាត់ប្រយ័ត្នប្រយែងណាកុំ share កុំ comment អីផ្ដេសផ្ដាសនៅក្នុងបណ្ដាញសង្គមប្រយ័ត្នទី2បងប្អូនប្រយ័ត្នតាក់ទងជាមួយនឹងការរងសម្ពាធពីចវាយថ្នាក់លើធ្វើបាបយើងណាធ្វើបាបយើងនឹងបើយើងមើលអាចនឹងរងសម្ពាធទី1តាក់ទងជាមួយនឹងអ្នកដែលមានតំណែងទូនាទីហើយក៏អាចមានរងសម្ពាធតាក់ទងជាមួយនឹងច្បាប់ទម្លាប់ផងដែរប្រយ័ត្នកើតរឿងប្តឹងផ្ដាល់ដោយសារមាត់ណាអត់ល្អទេនៅក្នុងខែនេះអ្នកដែលមានដីខ្សោយប៉ុន្តែយ៉ាងណាមិនធ្ងន់ធ្ងរប្រហែលទេបើសិនជាបងប្អូនមានសត្វចសត្វមមីនៅក្នុងតួរាសីណាពីព្រោះចមមីខាលនេះជួបគ្នាជាមួយនឹងគ្នាបង្កើតជាធាតុជំនួយបាទនេះមានបញ្ហាអាចមានដំណោះស្រាយអញ្ចឹងហើយដីខ្សោយអាចជួបបញ្ហាដែលជួបដោយខ្ញុំបញ្ជាក់អញ្ចឹងប្រយ័ត្នមានបញ្ហាដោយសារមាត់ប្រយ័ត្នកើតរឿងដោយសារមាត់ណាហើយប្រយ័ត្នត្រូវចវាយនាយធ្វើបាបអញ្ចឹងតើតើជាមួយនឹងការងារគូប្រុងប្រយ័ត្នប៉ុន្តែគ្រាន់តែពេលមានបញ្ហាអាចនឹងមានមិត្តភ័ក្តិមានបងប្អូនជួយជ្រោមជ្រែងជួយដោះស្រាយណាមានអ្នកជួយឧទាហរណ៍បើចវាយថ្នាក់ធំគាត់មានបំណងចង់ធ្វើបាបយើងអីមានថ្នាក់បន្ទាប់ហ្នឹងជួយចេញមុខដោះស្រាយឲ្យអញ្ចឹងទៅណាហ្នឹងបើយើងមើលទៅលើអ្នកដែលមានតួដីខ្សោយប៉ុន្តែហត់ខ្លាំងស៊ូបងប្អូនណាអ្នកដែលមានតួរាសីចំពោះមនុស្សស្រីមានឱកាសមានកូនណានៅក្នុងខែនេះហ្នឹងហើយបងប្អូនចំពោះមនុស្សស្រីធាតុដីមានឱកាសមានកូនមានឱកាសជួបស្វាមីមនុស្សជាទីស្រឡាញ់ណាហ្នឹងបើយើងមើលទៅលើតួរាសីធាតុដីកូនមនុស្សប្រុសក៏មានឱកាសមានកូនដែរមនុស្សប្រុសក៏អាចមានឱកាសមានកូនដែរនៅក្នុងខែនេះប៉ុន្តែឱកាសតិចណាឱកាសតិចបើមនុស្សស្រីឱកាសមានកូនខ្ពស់បងប្អូនដែលចង់បានឱកាសល្អតែបងប្អូនមិនចង់បានត្រូវតែប្រុងប្រយ័ត្នដែរចំពោះមនុស្សស្រីណាហើយចំពោះទី4គឺអ្នកដែលមានទូរស័ព្ទធាតុមាសបងប្អូនមាសនៅក្នុងខែកុម្ភៈនេះមាសជួបជាមួយនឹងមាសណាក្នុងខែនេះបើសិនជាបងប្អូនមានមាសរឹងមាំមិនថាមាសដកមាសបោកទេឃើញថានៅក្នុងខែនេះបងប្អូនអាចនឹងជួបគូប្រជែងជើងខ្លាំងហើយពីមុនមិនចេញមុខពេលនេះចេញមុខហើយណាចេញមុខបង្ហាញយើងឃើញហើយអញ្ចឹងហើយបើនៅក្នុងក្បួនពាក្យមួយគេនិយាយថាសត្រូវខួរក្បាលឆ្លាតអញ្ចឹងយើងប្រយ័ត្នប្រយែងតិចណាគូប្រជែងចំណុចទី1យើងប្រុងប្រយ័ត្នទៅលើគូប្រជែងបើបងប្អូនជាអ្នករកស៊ីឬធ្វើការបដោតទៅលើរឿងគូប្រជែងពីព្រោះមនុស្សយើងម្នាក់ប្រឡូកនៅសង្គមខាងក្រៅអញ្ចឹងមិនមែនម្នាក់ឯងទេអញ្ចឹងហើយប្រយ័ត្នទី1គូប្រជែងប្រយ័ត្នទី2បងប្អូនអាចនឹងមានបញ្ហាដោយសារមិត្តភ័ក្តិដោយសារបងប្អូនបង្កបញ្ហាឲ្យណា
មិត្តភ័ក្តិបងប្អូនបង្កបញ្ហាឲ្យហើយប្រយ័ត្នទី3បងប្អូនត្រូវប្រុងប្រយ័ត្នតាក់ទងជាមួយនឹងការខាតបង់លុយកាក់ហើយប្រយ័ត្នទី4បងប្អូនអាចនឹង stress ណា stress ខ្លាំងនេះធាតុមាសក៏ stress ខ្លាំងដែរតាក់ទងជាមួយនឹងឯកសារផ្សេងបើបងប្អូនធ្វើការជាមួយឯកសារក្នុងការចុះកុងត្រាសញ្ញេកុងត្រាអីផ្សេងប្រុងប្រយ័ត្នណាអាចនឹងមានឱកាសនឹងភ្លាត់នៅក្នុងខែនេះហើយប៉ុន្តែបើយើងនិយាយអំពីអំណាចទូនាទីអធិពលអាចនឹងមានឱកាសដែរពីព្រោះភ្លើងនៅក្រោមខាងនេះតំណាងឲ្យអំណាចអ្នកធាតុមាសដែរណាអញ្ចឹងបើសិនជាបងប្អូនប្រឹងប្រែងធ្វើការបញ្ចេញសមត្ថភាពអស់ពីលទ្ធភាពក៏មានឱកាសឡើងឋានៈដែរបើសិនជាបងប្អូនមានខាលសំទោសមានមមីមានចរនៅក្នុងតារាងទៀតឱកាសតំណែងកាន់តែខ្ពស់ហ្នឹងបើយើងមើលទៅលើមាសខ្លាំងណាអញ្ចឹងនៅក្នុងខែនេះអ្នកដែលមានទូរស័ព្ទមាសរឹងមាំបានន័យថា 50% មិន perfect 100% ទេសម្រាប់បងប្អូនដែលមានទូរស័ព្ទធាតុមាសខ្សោយវិញណាអូសំទោសអ្នកដែលមានទូរស័ព្ទធាតុមាសរឹងមាំឱកាសលុយក៏ខ្ពស់ដែរណាមានលុយដែរឱកាសលុយបានថាមានឱកាសលុយមានឱកាសតំណែងប៉ុន្តែប្រយ័ត្នមានបញ្ហាមាន stress ទាក់ទងជាមួយនឹងឯកសារហើយទាក់ទងជាមួយនឹងការចុះហត្ថលេខាផ្សេងណាចំពោះបងប្អូនដែលមានទូរស័ព្ទមាសខ្សោយវិញមិនថាមាសបូកឬមាសដកទេនៅក្នុងខែនេះនឹងមានគេជួយហើយបើមានបញ្ហាមានអ្នកជួយដោះស្រាយណាចំណែកឯបើមានបញ្ហាសុខភាពក៏ធូរស្បើយដែរនៅក្នុងខែនេះចំពោះបងប្អូនដែលមានទូរស័ព្ទធាតុមាសណាមាសខ្សោយបានន័យថាបើពីមុនមកឈឺក្នុងខែនេះអាចនឹងប្រសើរឡើងបងប្អូនមាសខ្សោយបើយើងមើលទៅលើដួងខែកុម្ភៈនេះមានដីអញ្ចឹងបានមានគេជួយជ្រោមជ្រែងណាប៉ុន្តែប្រយ័ត្នប្រយែងទាក់ទងជាមួយនឹងលុយកាក់ផងដែរអាចនឹងស្មុគស្មាញរឿងលុយកាក់មានបញ្ហាខាតបង់មានការចំណាយច្រើនណាហើយក៏មានបញ្ហាទាក់ទងជាមួយនឹងការរងសម្ពាធដែរពីថ្នាក់អ្នកដឹកនាំពាក់ព័ន្ធជាមួយនឹងសម្ពាធនេះបងប្អូនខ្ញុំសូមបញ្ជាក់បន្តិចណាបានន័យថាសម្ពាធថ្នាក់ដឹកនាំបើអ្នកមានមនុស្សស្រីមានគូក៏មានបញ្ហាពីស្វាមីដែរមានបញ្ហាទាក់ទងជាមួយនឹងស្វាមីដែរហើយបើមានសត្វឆុងនៅក្នុងតារាងក៏ជួបដែរនឹងពាក់ព័ន្ធជាមួយនឹងអ្នកដែលមានទូរស័ព្ទមាសខ្សោយណាអញ្ចឹងគួរតែប្រុងប្រយ័ត្នឲ្យបានច្រើនសម្រាប់បងប្អូនដែលមានទូរស័ព្ទមាសខ្សោយនៅក្នុងខែនេះអាចនឹងជួបរឿងរ៉ាវរងសម្ពាធផងបញ្ហាលុយកាក់ផងណាប៉ុន្តែគាត់ថាមានគេជួយដោះស្រាយបើសរុបមកគឺ50-50ចំពោះទី5វិញធាតុកូនពៅគេគឺធាតុទឹកបងប្អូនណាមិនថាទឹកបូកឬទឹកដកទេនៅក្នុងខែកុម្ភៈនេះសម្រាប់បងប្អូនដែលមានទូរស័ព្ទរឹងមាំ stress ខ្លាំងណាខែនេះមានបញ្ហាសុខភាព stress ណាពិសេសតាក់ទងជាមួយនឹងឯកសារការងារផ្សេងនិយាយទៅចង់និយាយថា stress ខ្លាំងអញ្ចឹងប្រយ័ត្នប្រយែងតិចណាបើអ្នកមានម្ដាយនៅជាមួយប្រយ័ត្នឆ្លុះជាមួយម្ដាយបើអ្នកមាននៅរៀនប្រយ័ត្នមានបញ្ហាជាមួយនឹងគ្រូបើបងប្អូនជាអ្នកធំត្រូវការចុះហត្ថលេខាលើកិច្ចសន្យាផ្សេងធ្វើការកុងត្រារឿងអីមួយប្រយ័ត្នមានការភ្លៀងភ្លាត់ណានៅក្នុងខែនេះសម្រាប់បងប្អូនអាចនឹងមានបញ្ហាច្រើនហើយក៏មានគូប្រជែងសំទោសក៏មានបញ្ហាតាក់ទងជាមួយនឹងរឿងអីគេបងប្អូនធាតុទឹកខ្លាំងគឺរងសម្ពាធណារងសម្ពាធពីចវាយដែរប៉ុន្តែមិនធ្ងន់ធ្ងរទេដោយសារធាតុទឹកខ្លាំងត្រូវការដីអញ្ចឹងប្រយ័ត្នប្រយែងតែមួយទេគឺពាក់ព័ន្ធជាមួយនឹងឯកសារសំទោសមិនមែនមួយទេពាក់ព័ន្ធជាមួយឯកសារពាក់ព័ន្ធជាមួយនឹងសុខភាពនិងពាក់ព័ន្ធជាមួយនឹងម្ដាយពាក់ព័ន្ធជាមួយនឹងគ្រូណាប្រយ័ត្នប្រយែងឈឺខែនេះអាចនឹងទី1អាចនឹងមកពីរោគាខ្លួនឯងទី2ក៏អាចប៉ះពាល់ជាមួយវត្ថុស័ក្តិសិទ្ធិដែរអ្នកដែលមានទឹកខ្លាំងណាតែសួរថាឱកាសលុយយ៉ាងម៉េចដែរមានណាឱកាសការងារយ៉ាងម៉េចដែរមានឱកាសតំណែងមានដូចគ្នាមិនអត់ទេពីព្រោះនៅរាសីលក្ខក្រោមខាលនេះមានទាំងលុយណាមានទាំងការងារមានទាំងតំណែងទូនាទីតែគាត់ stress បន្តិចនៅក្នុងខែនេះអញ្ចឹងប្រយ័ត្នប្រយែងចំពោះបងប្អូនដែលមានទូរស័ព្ទទឹកខ្សោយវិញណានៅក្នុងខែនេះបើយើងមើលទៅលើដួងប្រចាំខែឃើញថាល្អមិនថាទឹកបូកទឹកដកទេបើឈឺក៏ជាបើមានបញ្ហាក៏មានអ្នកជួយដោះស្រាយណាឃើញថាល្អសម្រាប់អ្នកដែលមានទូរស័ព្ទទឹកខ្សោយបើចង់រៀនសូត្រក៏រៀនសូត្របានចេះលឿនឆាប់ចេះដែរចំណេះដឹងដែលយើងចង់រៀនបន្ថែមណាល្អអាចនឹងគិតអ្វីដែលថ្មីច្រើនអាចនឹងមានបញ្ញាវាងវៃជាងមុនអញ្ចឹងទៅនឹងអ្នកដែលមានទូរស័ព្ទទឹកខ្សោយណាប៉ុន្តែក៏ប្រយ័ត្នដែរទោះបីជាមានអ្នកជួយក៏ប្រុងប្រយ័ត្នដែរទាក់ទងជាមួយនឹងច្បាប់ណាប្រយ័ត្នជិះម៉ូតូលឿនគេផាកប៉លិសផាកអីប្រយ័ត្នខ្ញុំជួយអត់បានទេការងារក៏ហត់ច្រើនណាតែឱកាសលុយយើងក៏មានដែរប្រសិនបើយើងមានកត្តាមនុស្សល្អអ
ចឹងប៉ុន្តែបើយើងមានកត្តាមនុស្សខ្សោយទោះបីជាមានអ្នកជួយជ្រោមជ្រែងក៏ដោយក៏យើងបើយើងមិនចេះជួយខ្លួនឯងក៏មិនអាចទទួលយកឱកាសលុយឱកាសការងារនឹងផងដែរបងប្អូនណាចឹងហើយសរុបមកនៅក្នុងខែកុម្ភៈនេះបើខ្ញុំមើលទៅលើរាសីប្រចាំខែអត់មានខែណាសុំទោសធាតុមួយណាដែលហេងខ្លាំងទេខ្ញុំមើលណាធាតុឈើបើយើងនិយាយពីធាតុឈើវិញឱកាសតំណែងប៉ុន្តែនៅតែមានគូប្រជែងណាអញ្ចឹងពាក់ព័ន្ធជាមួយនឹងធាតុទាំង5គឺ50 អត់មានធាតុណាដែលហេងខ្លាំង perfect ជាងគេទេអញ្ចឹងសម្រាប់បងប្អូនរៀនមើលខ្លួនឯងណានៅក្នុងតារាងបញ្ជីរបស់បងប្អូនថាបងប្អូនមានតួរាសីធាតុអីទីមួយបងប្អូនមើលទៅលើខ្លួនឯងសិនថាខ្លួនឯងជាអ្នកណាហើយរួចមកចាំបងប្អូនមើលទៅលើកម្លាំងធាតុនៅក្នុងរាសីរបស់យើងថាយើងត្រូវការអ្វីណាចំណុចសំខាន់យើងជាអ្នកណាយើងត្រូវការអ្វីនឹងបងប្អូនដឹងហើយថាបងប្អូននឹងជួបរឿងហេងឬមួយក៏រឿងសយណាអញ្ចឹងនៅក្នុងខែកុម្ភៈនេះក៏ដូចខែផ្សេងដែរអ្នកឆុងក៏មិនប្រកាសថាអាក្រក់ទាំងអស់អ្នកហាក់សំទោសសត្វដែលត្រូវគ្នាក៏មិនប្រកាសថាល្អទាំងអស់ដែរបើសិនជាយើងមានគូហៈនៅក្នុងតារាងប៉ុន្តែបង្កើតជាធាតុឲ្យតោយើងនៅតែមានបញ្ហាតែបើយើងមានគូឆុងនៅក្នុងតារាងប៉ាជឺតែបើសិនជាឆុងនោះជាឆុងហេងមានបញ្ហាក៏យើងនៅតែមានឱកាសមានលាភដែរណាបងប្អូនចឹងពាក់ព័ន្ធជាមួយនឹងការវិភាគតារាងប៉ាជឺគឺយើងត្រូវការលំអិតច្រើនទៅតាមកម្លាំងរាសីទៅតាមសត្វនៅក្នុងតារាងប៉ាជឺនីមួយៗដូច្នេះបើបងប្អូនចង់ដឹងបងប្អូនត្រូវមើលទៅលើតារាងប៉ាជឺបងប្អូនជាមុនសិនដូចខ្ញុំជំរាបជូនចឹងយើងត្រូវដឹងថាយើងជាអ្នកណាខ្ញុំជាអ្នកណាខ្ញុំត្រូវការអ្វីនៅពេលដែលយើងដឹងថាយើងជាអ្នកណាត្រូវការអ្វីគឺយើងដឹងហើយថាតើយើងជួបអ្វីខ្លះនៅពេលខាងមុខណាពីព្រោះវិជាប៉ាជឺនេះគឺល្អខ្លាំងក្នុងការបង្ហាញអំពីផែនទីជីវិតរបស់យើងខ្ញុំតែងតែធ្វើវីដេអូប្រចាំខែនេះដើម្បីបងប្អូនទាំងអស់គ្នារៀនមើលនៅក្នុងតារាងរបស់បងប្អូនយ៉ាងហោចណាស់ក៏បានជួយខ្លួនឯងបានខ្លះបងប្អូនណាប៉ុន្តែបើសិនជាបងប្អូនចង់លំអិតតាក់ទងជាមួយនឹងរាសីខ្លួនឯងបានន័យថាចង់ដឹងថាមួយជីវិតតែម្ដងអត់ចង់ដឹងតែមួយខែមួយឆ្នាំទេហើយច្បាស់ថាមានរឿងអីខ្លះកើតឡើងឆ្នាំណាហេងឆ្នាំណាសយណាវ័យចរពីណាទៅណាអាចនឹងคลายជាអ្នកមានវ័យចរពីណាទៅដល់ណាបងប្អូនអាចនឹងមានឧបសគ្គបងប្អូនអាចជួបប្រឹក្សាជាមួយនឹងខ្ញុំបានខ្ញុំមានទទួលឆែករាសីបងប្អូនណាឆែករាសីតម្លៃធូរថ្លៃឲ្យមើលពេញមួយជីវិតមានឱកាសសួរជារៀងរហូតហើយក៏មានទទួលការប្រឹក្សាតាក់ទងជាមួយនឹងហុងស៊ុយតាក់ទងជាមួយនឹងរើសវេលាមង្គលផងដែរដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍ហើយមានការជឿជាក់លើខ្ញុំចូលចិត្តនិងស្រឡាញ់ខ្ញុំអាចលើកទឹកចិត្តខ្ញុំតាមរយៈការចុះឈ្មោះទទួលសេវាកម្មពីខ្ញុំបានគ្រប់សេវាកម្មបងប្អូនណាមួយទៀតសម្រាប់បងប្អូនដែលមានបំណងចង់រៀនវិជាប៉ាជឺរៀនរើសវេលាមង្គលខ្ញុំក៏មានគោរពថ្នាក់រៀនស្រាប់បងប្អូនអាចចុះឈ្មោះភ្លាមបានចូលរៀនភ្លាមណាមិនថាវិជាប៉ាជឺឬក៏វិជារើសវេលាមង្គលទេបាននេះចុះឈ្មោះភ្លាមចូលមើលមេរៀនភ្លាមបានចូលរៀនភ្លាមឲ្យតម្លៃធូរថ្លៃរៀនម្ដងគឺចេះអាចប្រើប្រាស់បានបងប្អូនអរគុណច្រើនបងប្អូនអ្នកនរគ្នាសម្រាប់បងប្អូនដែលតាមដានវីដេអូពីដើមដល់ចប់ណាហើយក៏អរគុណសម្រាប់បងប្អូនដែលតែងតែមើលវីដេអូជារៀងរាល់ខែជូនពរបងប្អូនអ្នកនរគ្នាជួបតែសេចក្តីសុខនិងមានសំណាងល្អមានលាភមានជ័យហេងទាំងអស់គ្នាបងប្អូនឆ្នាំថ្មីណាសូមឲ្យមានសុខភាពល្អមានមាសប្រាក់ចូលច្រើនជារៀងរាល់ខែពេញមួយឆ្នាំ2026អរគុណជូនពរសំណាងល្អទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ